សម័យចតុមុខសតវត្សទី15ដល់សតវត្សទី16ចតុមុខជាសម័យកាលដែលបន្តពីសម័យអង្គរក្នុងសម័យនោះរាជធានីមានទីតាំងស្ថិតនៅក្រុងចតុមុខតើសម័យចតុមុខមានក្សត្រអង្គណាខ្លះសោយរាជតើមានព្រឹត្តិការណ៍អ្វីខ្លះព្រះរាជាគ្រប់គ្រងនគរនៅសម័យចតុមុខមានព្រះបាទពញាយ៉ាតព្រះបាទនរាយរាជាព្រះបាទស្រីរាជាព្រះបាទធម្មរាជានិងព្រះបាទសុគន្ធបុត្រចាចំពោះព្រះបាទពញាយ៉ាតសោយរាជនៅឆ្នាំ1434ដល់ឆ្នាំ1463ព្រះបាទពញាយ៉ាតជាក្សត្រដែលបានលើករាជធានីមកតាំងនៅចតុមុខព្រះអង្គបានកសាងរាជធានីឲ្យរីកចម្រើនគ្រប់វិស័យជាបន្តបន្ទាប់ទ្រង់ក៏បានរៀបចំឲ្យមានការតាក់ទងជាមួយប្រទេសជិតខាងដោយមិត្តភាពទៀតផងដូចជាប្រទេសចិនចាមយួននិងជ្វាព្រះបាទពញាយ៉ាតទ្រង់មានព្រះរាជបុត្រ3ព្រះអង្គដែលឡើងគ្រងរាជ្យបន្តបន្ទាប់តាំងពីឆ្នាំ1463មកព្រះបាទពញាយ៉ាតទ្រង់បានបង្វែររាជសម្បត្តិឲ្យទៅរាជបុត្រច្បងព្រះនាមនរាយរាជាព្រះអង្គទ្រង់បានសោយទីវង្គតនៅគ្រិស្តសករាជ1466ដោយជរាពាធក្នុងជន្មាយុ70វស្សាចំពោះព្រះបាទនរាយរាជាជាក្សត្រគ្រងរាជ្យបន្តពីព្រះវរបិតាក្នុងឆ្នាំ1463ចាអញ្ចឹងព្រះបាទនរាយរាជាទ្រង់ឡើងសោយរាជ្យពីឆ្នាំ1463ដល់ឆ្នាំ1469ព្រះអង្គទ្រង់បានបន្តការកសាងរាជធានីចតុមុខដោយទ្រង់ចាត់ឲ្យកសាងវត្តអារាមនិងកសាងព្រះចេតិយនៅលើភ្នំដូនពេញដើម្បីធ្វើបុណ្យបញ្ចុះព្រះបរមអធិធាតុព្រះបិតាព្រះបាទពញាយ៉ាតព្រះអង្គសោយរាជ្យបានតែ6ឆ្នាំក៏ចូលទីវង្គតទៅព្រះបាទនរាយរាជាមានព្រះរាជបុត្រមួយព្រះអង្គទ្រង់ព្រះនាមថាស្រីសុរិយោទ័យចំពោះព្រះបាទស្រីរាជាសោយរាជ្យពីឆ្នាំ1469ដល់ឆ្នាំ1485ព្រះបាទស្រីរាជាទ្រង់បានឡើងគ្រងរាជ្យបន្តពីព្រះបាទនរាយរាជាមួយឆ្នាំក្រោយមកព្រះបាទស្រីសុរិយោទ័យដែលត្រូវជាក្មួយបានក្រោកឡើងបះបោរមកធ្វើចម្បាំងដណ្ដើមរាជសម្បត្តិពីព្រះអង្គនៅឆ្នាំ1471ព្រះបាទស្រីរាជាបានឲ្យគេកសាងចេតិយនៅខាងជើងភ្នំដូនពេញត្រង់ទិសឦសានដើម្បីធ្វើបុណ្យបញ្ចុះព្រះបរមអធិធាតុព្រះនរាយរាជាភាពវឹកវរក្នុងប្រទេសក៏កើតមានឡើងឆ្លៀតឱកាសដែលខ្មែរជាប់ដៃច្បាំងគ្នាឯងដើម្បីដណ្ដើមរាជសម្បត្តិនោះសៀមក៏វាយលុកចូលកាន់កាប់នគររាជចន្ទបុរីនិងតំបន់អង្គរដោយទ្រង់មានព្រះទ័យស្នេហាជាតិមិនចង់ឲ្យបាត់បង់ទឹកដីព្រះបាទស្រីរាជាក៏ទ្រង់ដឹកនាំទ័ពទៅកម្ចាត់សៀមពីទឹកដីខ្មែរដោយទ្រង់បានប្រគល់ភារៈថ្វាយព្រះអនុជព្រះនាមធម្មរាជាធ្វើចម្បាំងទប់ទល់នឹងព្រះបាទស្រីសុរិយោទ័យលុះកម្ចាត់សៀមអស់ពីទឹកដីខ្មែរហើយព្រះបាទស្រីរាជាក៏លើកទ័ពត្រឡប់ចូលមកចតុមុខវិញប៉ុន្តែពេលនោះព្រះអង្គមិនអាចចូលក្រុងចតុមុខបានទេព្រោះកម្លាំងទ័ពព្រះបាទធម្មរាជាទប់ស្កាត់ក្នុងសម័យនោះរាជាណាចក្រកម្ពុជាត្រូវបែងចែកជា3តំបន់ទី1ព្រះបាទធម្មរាជាសោយរាជ្យនៅចតុមុខទី2ព្រះបាទស្រីរាជាទ្រង់បោះទីតាំងនៅត្រង់បរិបូរកំពង់ឆ្នាំងទី3ព្រះបាទស្រីសុរិយោទ័យទ្រង់បោះទីតាំងនៅស្រីសន្ធរខេត្តកំពង់ចាមព្រះបាទស្រីរាជាមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាពញាអង្គព្រះបាទធម្មរាជាសោយរាជ្យចាប់ពីឆ្នាំ1486ដល់ឆ្នាំ1504ព្រះបាទធម្មរាជាឡើងសោយរាជ្យគ្រប់គ្រងរាជាណាចក្រកម្ពុជាទាំងមូលក្នុងឆ្នាំ1486
បន្ទាប់ពីព្រះបាទស្រីរាជានិងព្រះបាទស្រីសុរិយោទ័យយាងទៅគង់នៅអយុធ្យាតាមល្បិចកលរបស់មេទ័ពសៀមរួចមកបន្ទាប់មកសៀមក៏បង្ខំឲ្យព្រះបាទធម្មរាជាប្រគល់ខេត្តនគររាជនិងច័ន្ទបុរីឲ្យទៅសៀមជាការតបស្នងវិញការប្រគល់ខេត្តទាំងពីរនេះទៅឲ្យសៀមបានធ្វើឲ្យព្រះបាទស្រីរាជាដែលគង់នៅប្រទេសសៀមមានការឈឺចាប់រហូតទ្រង់ប្រឈួនជាទម្ងន់ហើយក៏សុគតនៅលើទឹកដីសៀមទៅចំណែកឯព្រះបាទស្រីសុរិយោទ័យទ្រង់ក៏សុគតនៅលើទឹកដីសៀមដែរចំពោះព្រះបាទសុគន្ធបុត្រទ្រង់សោយរាជ្យចាប់ពីឆ្នាំ1504ដល់ឆ្នាំ1512ព្រះបាទសុគន្ធបុត្រជារាជបុត្ររបស់ព្រះបាទធម្មរាជាព្រះអង្គទ្រង់ឡើងគ្រងរាជ្យឆ្នាំ1504បន្ទាប់ពីព្រះបិតាទ្រង់ចូលទីវង្គតក្រោយពីបានឡើងគ្រងរាជ្យនៅចតុមុខបានមួយរយៈមកព្រះអង្គក៏សពព្រះទ័យយាងទៅគង់នៅទួលបាសានដែលជារាជធានីចាស់របស់ព្រះបាទពញាយ៉ាតដោយទុកព្រះអនុជព្រះនាមព្រះច័ន្ទរាជាឲ្យគង់នៅចតុមុខនៅឯទួលបាសានព្រះបាទសុគន្ធបុត្រទ្រង់ប្រតិព័ទ្ធលើនារីម្នាក់ឈ្មោះនាងសឯកសារខ្លះថាឈ្មោះនាងពៅហើយលើកដំកើងឋានៈនាងជាអ្នកម្នាងកេសរបុប្ផាចាប់ពីពេលនោះមកព្រះបាទសុគន្ធបុត្រទ្រង់សពព្រះទ័យប្រទានយសស័ក្តិនិងទ្រព្យសម្បត្តិយ៉ាងច្រើនដល់គ្រួសារនាងព្រមទាំងលើកដំកើងប្អូនប្រុសនាងសឈ្មោះកនជាខុនលួងព្រះស្ដេចដែលមានសិទ្ធិមើលខុសត្រូវលើប្រជារាស្ត្រទូទាំងប្រទេសផ្នែកសំខាន់មួយនៅក្នុងសម័យចតុមុខនេះបាននិយាយអំពីការពឹងពាក់បរទេសក្រោយពីធ្វើចម្បាំងរវាងគ្នាឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយគ្មានភាគីណាមួយអាចយកជ័យជំនះលើគ្នាបានព្រះបាទធម្មរាជាទ្រង់ចាត់ឲ្យរាជទូតខ្មែរទៅសុំជំនួយពីស្ដេចសៀមពេលនោះស្ដេចសៀមពេញចិត្តយ៉ាងខ្លាំងហើយក៏បញ្ជាឲ្យមេទ័ពសៀមដឹកនាំទ័ពចូលមកក្រុងចតុមុខជាបន្ទាន់ដោយប្រកាសប្រាប់ប្រជារាស្ត្រខ្មែរថាសៀមចូលមកជួយដោះស្រាយបញ្ហាខ្មែរមេទ័ពខ្មែរនៅចតុមុខនិងមេទ័ពសៀមបានប្រជុំរៀបចំផែនការសម្ងាត់កម្ចាត់ព្រះបាទស្រីរាជានិងព្រះបាទសុរិយោទ័យក្រោយពីប្រជុំព្រះបាទធម្មរាជាទ្រង់ផ្ញើព្រះសារលិខិតសុំយាងព្រះបាទស្រីរាជានិងព្រះបាទស្រីសុរិយោទ័យចូលមករាជធានីចតុមុខដើម្បីធ្វើការប្រជុំបង្រួបបង្រួមផ្សះផ្សាជាតិពេលនោះព្រះបាទស្រីរាជាទ្រង់មានព្រះទ័យអល់ឯកតែមានមនសិការស្នេហាមិត្តភាពព្រះអង្គក៏យាងចូលប្រជុំព្រះបាទស្រីសុរិយោទ័យដោយទ្រង់ឃើញព្រះបាទស្រីរាជាយល់ព្រមហើយនោះព្រះអង្គក៏ពុំអាចនៅឯកឯងបានដែរទ្រង់ក៏សម្រេចចិត្តចូលរួមប្រជុំដោយសៀមជាអ្នកផ្សះផ្សាក្រោយពេលព្រះរាជាខ្មែរចូលប្រជុំសៀមប្រើឧបាយកលបង្ខំសុំយាងព្រះបាទស្រីរាជានិងព្រះបាទស្រីសុរិយោទ័យទៅគង់នៅក្រុងអយុធ្យាចម្បាំងរវាងព្រះបាទសុគន្ធបុត្រនិងនាយកនការលើកដំកើងនាយកនឲ្យមានបនស័ក្តិខ្ពង់ខ្ពស់ដូច្នេះធ្វើឲ្យមន្ត្រីទាំងឡាយអអន់ចិត្តច្រណែននិន្ទានិងនាយកនម្ល៉េះហើយមន្ត្រីទាំងអស់នោះតែងរកឧបាយកលចាប់កំហុសនាយកនដើម្បីឲ្យស្ដេចកម្ចាត់នាយកនចេញពីរាជវាំងដោយទ្រង់សណ្ដាប់តាមមតិរបស់នាម៉ឺនមន្ត្រីព្រះបាទសុគន្ធបុត្រទ្រង់មានផែនការកម្ចាត់នាយកនដោយអាថ៌កំបាំងប៉ុន្តែផែនការនេះត្រូវបានអ្នកម្នាងកេសរបុប្ផាស្ដាប់ឮហើយក៏លោភលួចឲ្យដំណឹងទៅប្អូនប្រុសឲ្យគេចចេញពីទួលបាសានជាបន្ទាន់ក្រោយពីបានគេចផុតពីទួលបាសានទៅនាយកនក៏ទៅបង្កទ័ពដើម្បីសងសឹកនឹងព្រះបាទសុគន្ធបុត្រក្នុងការបង្កទ័ពនេះនាយកនបានប្រើឧបាយកលបញ្ឆោតចៅហ្វាយខេត្តនានានិងប្រជារាស្ត្រថាខ្លួនបានទទួលព្រះរាជបញ្ជាពីព្រះបាទសុគន្ធបុត្រឲ្យមកបង្កទ័ពដើម្បីកម្ចាត់ព្រះច័ន្ទរាជាដែលមានបំណងដណ្ដើមរាជបល្ល័ង្ក
ដោយសម្ដីនៃកនមានភាពសមហេតុផលចៅវាយខេត្តនានាក៏ជួយឧបត្ថម្ភនាយកនពេញទំហឹងហើយប្រជារាស្ត្រក៏ស្ម័គ្រចូលបម្រើទ័ពយ៉ាងកុះករដែរសកម្មភាពរបស់នាយកនបានលឺដល់ព្រះបាទច័ន្ទរាជាហើយព្រះអង្គទ្រង់ស្មានថាជាការពិតទ្រង់ក៏នាំព្រះរាជវង្សភៀសខ្លួនទៅសុំជ្រកកោនក្នុងប្រទេសសៀមចំណែកព្រះបាទសុគន្ធបតដោយរវល់នឹងការកំសាន្តបងសំណាញ់ប្រពៀតព្រៃពុំបានជ្រាបរឿងនេះទេលុះបានដំណឹងថាព្រះច័ន្ទរាជាភៀសព្រះអង្គចេញពីចក្រមុខហើយនាយកនក៏នាំទ័ពវាយសម្រុកចូលទួលបាសានជាបន្ទាន់ព្រះបាទសុគន្ធបតដោយពុំបានត្រៀមទុកជាមុនពុំអាចទប់ទល់ជាមួយនាយកនបានឡើយក៏ភៀសព្រះអង្គទៅគង់នៅកំពង់ស្វាយខេត្តកំពង់ធំទ័ពនាយកនក៏បានដេញប្រយុទ្ធនៅកំពង់ស្វាយជាបន្ទាន់ចម្បាំងនេះប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំទីបំផុតនាយកនក៏ធ្វើគុតព្រះបាទសុគន្ធបតបាននៅឆ្នាំ1512នៅបន្ទាយស្ទឹងសែនហើយនាយកនក៏ប្រកាសខ្លួនជាស្ដេចផែនដីចាប់ពីពេលនោះមកដោយមាននាមថាព្រះបាទស្រីចេដ្ឋាធិរាជរាមាធិបតីចំណែកឯព្រះបាទច័ន្ទរាជាកាលទៅជ្រកកោននៅប្រទេសសៀមទ្រង់មានភារកិច្ចជាអ្នកតាក់ដំរីបន្ទាប់ពីបានជ្រាបថាព្រះរាមត្រូវបពួកស្ដេចកនធ្វើគុតនោះព្រះអង្គបានរិះរកមធ្យោបាយត្រឡប់ចូលមកមាតុប្រទេសវិញនៅឆ្នាំ1516ព្រះបាទច័ន្ទរាជាបានប្រឌិតថាមានដំរីកម្ពស់10ហត្ថស្មើនឹង3ម៉ែត្រនៅក្នុងព្រៃភូមិភាគខាងកើតនៃប្រទេសសៀមពេលនោះទ្រង់បានសំពល់ទាហាន 5000 នាក់ដំរីធ្នាក់100គ្រឿងសាស្ត្រាវុធស្បៀងអាហារនិងដាវអញ្ញាសិកព្រះអង្គក៏បានលើកទ័ពមកដល់ទឹកដីខេត្តបាត់ដំបងហើយកេណ្ឌពលទ័ពបាន10000 នាក់ហើយឆ្ពោះទៅខេត្តពោធិ៍សាត់លុះបានដំណឹងពីការវិលត្រឡប់របស់ព្រះច័ន្ទរាជាភ្លាមស្ដេចកនក្នុងនាមព្រះបាទស្រីចេដ្ឋាបានបញ្ជាឲ្យចៅហ្វាកៅលើកទ័ពទៅតទល់នៅត្រង់ក្រគរសង្គ្រាមបានអូសបន្លាយធ្វើឲ្យប្រជារាស្ត្ររងទុក្ខដោយគ្មានពេលប្រកបរបរចិញ្ចឹមជីវិតនៅឆ្នាំ1517ព្រះបាទស្រីចេដ្ឋាហៅកនបរាជ័យជាច្រើនលើកក៏សូមឲ្យព្រះបាទច័ន្ទរាជាផ្អាកសង្គ្រាមដើម្បីឲ្យប្រជារាស្ត្រធ្វើស្រែសិនលុះដល់ពេលចេញវស្សាព្រះបាទស្រីចេដ្ឋាបានធ្វើការវាយលុកម្ដងទៀតដោយប្រើល្បិចកលឲ្យទាហានសុំចុះចូលរួចលបធ្វើគុតព្រះបាទច័ន្ទរាជាតែមិនបានសម្រេចមកដល់ឆ្នាំ1525ព្រះបាទច័ន្ទរាជាចាប់ផ្ដើមវាយបកទៅស្ដេចកនដោយឡោមព័ទ្ធបន្ទាយក្រុងស្រឡប់ពិជ័យអស់រយៈពេល3ខែស្ដេចកនត្រូវចាប់ខ្លួននិងធ្វើគុត